ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសូមជូនវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងការពង្រីកពង្រួម font បានន័យថា font នៅក្នុង screen ហ្នឹងវាទុចពេកបាទវាទុចពេកឬក៏ពិបាកមើលអ្នកទាំងអស់គ្នាចង់ពង្រីក font ហ្នឹងឬក៏យ៉ាងម៉េចគឺយើងអាចចូលពង្រីកនៅក្នុងនឹងបានបាទអញ្ចឹងជាដំបូងគឺយើងចូលនៅក្នុងអូសមកយើងចូលក្នុងពាក្យ setting នេះបាទអញ្ចឹងយើងចូលពាក្យ setting ហ្នឹងមកបាទនេះ setting បាទចូល setting ហ្នឹងហើយយើងចូលពាក្យ display យើងចូលពាក្យ display នេះជាភាសាអង់គ្លេសបើជាភាសាខ្មែរប្រហែលជាវាដាក់ពាក្យផ្សេងប៉ុន្តែវាមាននេះបាទវាមានរូបសញ្ញាព្រះអាទិត្យនេះឲ្យមើលណាអញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកបាទយើងចុចលើហ្នឹងមកយើងចូលមករកពាក្យ font size នេះ font size នៅកន្លែងនេះបាទនេះឃើញទេ font size and style អញ្ចឹង font ខ្ញុំប៉ុណ្ណឹងចាំមើលយើងចង់ឲ្យវាធំជាងនឹងតទៀតយើងគ្រាន់តែคลิกលើ font size ហ្នឹងមកហើយយើងចូលអូសមកកន្លែង A វាមានកន្លែងសញ្ញានេះសញ្ញា A ទៅ A តូច A ធំឃើញទេមាន A តូចរហូតដល់ A ធំអញ្ចឹងយើងចង់ឲ្យ font ធំយើងទាញមកឃើញទេអញ្ចឹងវារីកឡើងលើឃើញទាំងអស់គ្នាឃើញទេហើយយើងចង់អូសមកទូចអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំប្រើកណ្ដាលលើឬក៏ល្មមយ៉ាងតែ font size ប៉ុណ្ណឹងអញ្ចឹងវាឡើងដូរ font ទាំងអស់ហើយយើងចង់ឲ្យធំខ្លាំងប៉ុណ្ណេះមកក៏បានដែរអញ្ចឹងវាធំខ្លាំងតែមិនគ្រាន់តែធំពេកវាពិបាកមើលដែរអញ្ចឹងខ្ញុំយកទៅប៉ុណ្ណេះជួនអីយកទូចប៉ុណ្ណេះប៉ុន្តែបើទូរស័ព្ទយើងទំហំ screen ធំយើងយកប៉ុណ្ណេះល្មមអញ្ចឹងណាបាទហើយបើយើងចង់ឲ្យ font ហ្នឹងវារត់តែដិតច្បាស់ទៀតយើងចុច bold នេះសញ្ញា bold នេះនៅកន្លែងនេះបាទហ្នឹងឃើញទេអញ្ចឹង font ហ្នឹងវាខ្មៅ bold ស្អាតស្រួលមើលច្បាស់អញ្ចឹងណាសម្រាប់អ្នកអន់ភ្នែកអន់អីដូចខ្ញុំអីអញ្ចឹងខ្ញុំចុច font នេះធំប៉ុន្តែខ្ញុំអត់ចុច bold នេះអញ្ចឹងកុំឲ្យធ្លាប់តែអន់មែនទែនចាំយើងចុចពាក្យ bold ហ្នឹងអញ្ចឹងយើងអត់យក bold យើងដោះចេញបាទបន្ទាប់មកយើងអត់បាច់ធ្វើអីទៀតទេយើងគ្រាន់តែចុច back មកវិញមកចូលនេះ back មកវិញមកវាទៅហើយឃើញទេអញ្ចឹង font វាធំជាងមុនអ្នកនរគ្នាឃើញទេអញ្ចឹង font វាធំជាងមុនយើងអាចងាយស្រួលមើលជាងមុនហើយ font នៅក្នុងនេះក៏ធំជាងមុនដែរក្នុងមនោអក្សរក្នុងអីនេះបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់វីដេអូរបៀបតម្លើង font ឬក៏បង្រួម font នៅក្នុងទូរស័ព្ទដៃ Android Samsung បាទសូមអរគុណបាទ